ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំផ្នែកផ្លូវចិត្តចូលស្រមៃរូបភាពរបស់បរិមម្នាក់ដែលកំពុងមានអារម្មណ៍ជ្រួលជ្របល់ក្នុងចិត្តពេលឈរក្នុងចំណោមមនុស្សជាច្រើនដើម្បីកាត់បន្ថយសភាពភ័យខ្លាចនេះគាត់ខំប្រឹងជៀសវាងមិនចង់និយាយជាមួយមិត្តរួមការងារឡើយការនិយាយស្ដីជាមួយមិត្តភ័ក្តិកាន់តែតិចពួកគេក៏កាន់តែមិនចង់និយាយជាមួយគាត់វិញដែរនៅពេលចូលទៅក្នុងសាលធំជាកន្លែងឈប់សម្រាកសម្រាប់ស្រស់ស្រូបអាហារថ្ងៃត្រង់គាត់ដើរកាត់មនុស្សជាច្រើនតែគ្មាននរណាមួយនិយាយជាមួយគាត់ឡើយគាត់គិតក្នុងចិត្តថាខ្ញុំច្បាស់ជាមនុស្សអាក្រក់មែនហើយបានជាគេមិនចង់និយាយជាមួយខ្ញុំបែបនេះគាត់កាន់តែគិតថាខ្លួនឯងអាក្រក់ទៅគាត់កាន់តែមានអារម្មណ៍ខ្លាចមនុស្សនិងកាន់តែភ័យខ្លាចក្នុងការចាប់ផ្ដើមសន្ទនាជាមួយពួកគេការនេះបង្កើតជាវដ្តមួយរវាងការមើលខ្លួនឯងក្នុងផ្លូវអាក្រក់និងខ្លួនឯងកាន់តែអាក្រក់ដើម្បីយល់ថាចិត្តរឹងមាំវាមានលក្ខណៈបែបណាអ្នកត្រូវតែរៀនឲ្យដឹងពីភាពពាក់ព័ន្ធគ្នារវាងគំនិតអាកប្បកិរិយានិងអារម្មណ៍របស់អ្នកព្រោះទាំង3នេះវាតែងតែធ្វើការជំរុញគ្នាទៅវិញទៅមកដូចជាជណ្ដើរវិលចុះក្រោមដល់គ្រោះថ្នាក់មួយដែលបង្កើតបញ្ហាដូចបុរសក្នុងឧទាហរណ៍ខាងលើអញ្ចឹងដូច្នេះហើយទើបការអភិវឌ្ឍផ្លូវចិត្តឲ្យរឹងមាំទាមទារត្រូវតែធ្វើការលើផ្នែកទាំង3នេះព្រមៗគ្នាតែម្ដង1គំនិតចូលកំណត់វត្តមានរបស់គំនិតដែលហេតុផលហើយផ្លាស់ប្ដូរវាឲ្យคล้ายជាគំនិតដែលមានលក្ខណៈការពិតនិយមវិញ2អាកប្បកិរិយាខំប្រឹងប្រព្រឹត្តទង្វើបែបវិជ្ជមានទោះស្ថិតនៅក្នុងស្ថានភាពអវិជ្ជមានក៏ដោយ3អារម្មណ៍ព្យាយាមគ្រប់គ្រងទៅលើអារម្មណ៍ដូច្នេះទើបអារម្មណ៍មិនអាចគ្រប់គ្រងទៅលើអ្នកវិញបានសឹងតែគ្រប់ពេលវេលានិងទីកន្លែងយើងតែងតែឮមនុស្សចូលចិត្តនិយាយពាក្យថាចុះគិតវិជ្ជមានមែនហើយវាជាភាពសុទិដ្ឋិនិយមមួយប៉ុន្តែភាពសុទិដ្ឋិនិយមនេះតែម្យ៉ាងគឺមិនគ្រប់គ្រាន់ដើម្បីជួយឲ្យអ្នករីកចម្រើនពេញសក្តានុពលបានឡើយអ្នកត្រូវតែជ្រើសរើសអាកប្បកិរិយាដោយផ្អែកទៅលើតុល្យភាពរវាងអារម្មណ៍និងគំនិតដែលមានហេតុផលខ្ញុំគឺជាមនុស្សដែលខ្លាចពស់បំផុតប៉ុន្តែភាពភ័យខ្លាចនេះគឺមិនសមហេតុផលទៅទេសោះខ្ញុំរស់នៅតំបន់មួយដែលតំបន់នោះមិនសូវមានពស់ពឹសឡើយខ្ញុំមិនសូវឃើញពស់ពឹសញឹកញាប់នោះទេប៉ុន្តែនៅពេលដែលខ្ញុំឃើញវាម្ដងបេះដូងរបស់ខ្ញុំវាលោតដល់កញ្ចឹងកហើយខ្ញុំរត់បោះពួយយ៉ាងលឿនបំផុតតាមតែអាចធ្វើទៅបានប៉ុន្តែជានិច្ចកាលមុនពេលខ្ញុំរត់ខ្ញុំតែងតែមានសមត្ថភាពអាចរក្សាតុល្យភាពនៃភាពភ័យខ្លាចនេះបានដោយប្រើគំនិតសមហេតុផលដូចជាការរំលឹកខ្លួនឯងថាវាគ្មានហេតុផលអីដែលត្រូវខ្លាចពស់តូចមួយដែលកំពុងតែនៅស្ងៀមនៅលើដីនោះឡើយភ្លាមពេលគំនិតសមហេតុផលបែបនេះលេចនៅក្នុងខួរក្បាលខ្ញុំអាចដើរទៅជិតពស់នោះក្នុងចម្ងាយល្មមដែលមានសុវត្ថិភាពមែនហើយខ្ញុំមិនហ៊ានចាប់វាឬយកវាមកចិញ្ចឹមឡើយប៉ុន្តែខ្ញុំអាចដើរក្បែរវាបានហើយបន្តដំណើរទៅមុខទៀតដោយមិនអនុញ្ញាតឲ្យអារម្មណ៍ភ័យខ្លាចឥតហេតុផលចូលមកគ្រប់គ្រងលើចិត្តរបស់ខ្ញុំបានយើងអាចធ្វើការសម្រេចចិត្តល្អបំផុតសម្រាប់ជីវិតនៅពេលណាយើងអាចធ្វើអារម្មណ៍ឲ្យមានតុល្យភាពនិងការគិតដែលសមហេតុផលបំផុតចូលឈប់សិនហើយគិតបន្តិចទៅមើលថាតើអ្នកបង្ហាញអាកប្បកិរិយាបែបណានៅពេលអ្នកមានអារម្មណ៍ខឹងសម្បារវាអាចជាអាកប្បកិរិយាដូចជាការនិយាយសម្ដីនិងការធ្វើទង្វើមួយចំនួនដែលធ្វើឲ្យអ្នកស្ដាយក្រោយព្រោះអាកប្បកិរិយារបស់អ្នកឈរលើមូលដ្ឋានអារម្មណ៍មិនមែនឈរលើមូលដ្ឋានហេតុផលឡើយប៉ុន្តែការសម្រេចចិត្តដែលផ្អែកទៅលើគំនិតហេតុផលនិយមតែម្យ៉ាងក៏មិនមែនជាការសម្រេចចិត្តដែលល្អគ្រប់គ្រាន់នោះដែរយើងគឺជាមនុស្សមិនមែនជាមនុស្សយន្តនោះទេ
បេះដូងនិងខួរក្បាលរបស់យើងចាំបាច់ត្រូវតែធ្វើការជាមួយគ្នាដើម្បីគ្រប់គ្រងខ្លួនប្រាណរបស់យើង មានអ្នកជំងឺផ្លូវចិត្តជាច្រើនមានការសង្ស័យនិងមិនទុកចិត្តលើសមត្ថភាពនៃការគ្រប់គ្រងការគិតអារម្មណ៍និងអាកប្បកិរិយារបស់ពួកគេខ្ញុំមិនអាចគ្រប់គ្រងដំណើរអារម្មណ៍របស់ខ្ញុំបានទេពួកគេនិយាយឬខ្ញុំមិនអាចកម្ចាត់គំនិតអវិជ្ជមានដែលរត់ពាសពេញខួរក្បាលរបស់ខ្ញុំបានឡើយហើយនឹងមិនដឹងថាជាយ៉ាងម៉េចទេខ្ញុំមិនអាចលើកកម្លាំងចិត្តខ្លួនឯងធ្វើកិច្ចការដែលខ្ញុំចង់សម្រេចបានទាល់តែសោះប៉ុន្តែជាមួយនឹងបរិមាណដែលកើតឡើងនៃភាពរឹងមាំផ្លូវចិត្តវាអាចទៅរួចខាងក្រោមនេះគឺជាការពិតអំពីផ្លូវចិត្តរឹងមាំមានព័ត៌មាននៃការយល់ខុសជាច្រើនដែលតាក់ទងនឹងអត្ថន័យរបស់ផ្លូវចិត្តរឹងមាំខាងក្រោមនេះគឺជាការពិតមួយចំនួនស្ដីអំពីវា 1. ចិត្តរឹងមាំមិនសំដៅដល់ការធ្វើទង្វើរឹងប៉ឹងឡើយអ្នកមិនចាំបាច់ត្រូវតែធ្វើឲ្យដូចមនុស្សយន្តទេឬមិនចាំបាច់ត្រូវធ្វើមុខមាំនោះទេនៅពេលដែលអ្នកក្លាយជាមនុស្សដែលមានចិត្តរឹងមាំនោះផ្ទុយមកវិញចិត្តរឹងមាំគឺជាសមត្ថភាពអាចប្រព្រឹត្តទៅតាមគុណតម្លៃក្នុងខ្លួនដែលអ្នកបានកំណត់ 2. ចិត្តរឹងមាំមិនទាមទារឲ្យអ្នកត្រូវតែមានសមត្ថភាពអាចឃុំគ្រងអារម្មណ៍ខ្លួនឯងឲ្យបានជាប់ឬតឹងណែនឡើយការអាចទប់ឬក៏សង្កត់អារម្មណ៍ខ្លួនឯងបានកាន់តែខ្លាំងវាមិនមែនមានន័យថាអ្នកមានផ្លូវចិត្តកាន់តែរឹងមាំនោះទេផ្ទុយមកវិញចិត្តរឹងមាំគឺជាការអភិវឌ្ឍស្មារតីឲ្យកាន់តែឆាប់ដឹងឬឆាប់មើលឃើញពីលក្ខណៈអារម្មណ៍នីមួយៗក្នុងខណៈនីមួយៗដូចជានៅពេលដែលអ្នកខឹងអ្នកក៏ដឹងភ្លាមថាអ្នកកំពុងតែខឹងនៅពេលដែលអ្នកច្រណែនអ្នកក៏ដឹងភ្លាមថាអ្នកកំពុងតែច្រណែននៅពេលដែលអ្នកអន់ចិត្តអ្នកក៏ដឹងភ្លាមថាអ្នកកំពុងតែអន់ចិត្តចិត្តរឹងមាំគឺជាសមត្ថភាពដែលអាចដកខ្លួនចេញពីអារម្មណ៍ដើម្បីទៅឈរនៅម្ខាងដូច្នេះអ្នកអាចពិនិត្យវិច័យវានិងអាចយល់ថាតើពេលនេះវាកំពុងតែជះឥទ្ធិពលយ៉ាងណាខ្លះលើការគិតក៏ដូចជាលើអាកប្បកិរិយារបស់អ្នក 3. ដើម្បីធ្វើឲ្យផ្លូវចិត្តរឹងមាំអ្នកមិនចាំបាច់ត្រូវតែលុតដំខ្លួនប្រាណខ្លួនឯងឲ្យដូចជាម៉ាស៊ីននោះឡើយអ្នកអាចរុញច្រានខ្លួនប្រាណឲ្យឡើងដល់កម្រិតកំពូលដើម្បីបង្ហាញថាអ្នកអាចជាអ្នកឈ្នះលើការឈឺចាប់បានប៉ុន្តែវាមិនមែនជាចិត្តរឹងមាំនោះទេចិត្តរឹងមាំគឺជាការយល់និងទទួលស្គាល់ការគិតនិងអារម្មណ៍របស់ខ្លួនឯងឲ្យបានច្រើនគ្រប់គ្រាន់ដូច្នេះអ្នកអាចកំណត់ដោយខ្លួនឯងថាពេលណាអ្នកត្រូវធ្វើទង្វើទៅតាមសញ្ញារបស់វានិងពេលណាអ្នកត្រូវធ្វើទង្វើផ្ទុយពីសញ្ញារបស់វាដូចជានៅពេលណាដែលអ្នកមានអារម្មណ៍ថាឈឺចាប់ខ្លាំងហើយអ្នកមើលឃើញថាការយំអាចធ្វើឲ្យអ្នកធូរស្រាលអារម្មណ៍បានអ្នកក៏ចាប់ផ្ដើមយំទៅយំឲ្យធូរក្នុងផ្លូវចិត្តប៉ុន្តែបើអ្នកមើលឃើញថាការយំមិនអាចធ្វើឲ្យអ្នករឹងមាំបានទេវានឹងកាន់តែធ្វើឲ្យអ្នកទន់ជ្រាយអ្នកមិនចាំបាច់យំនោះទេនេះហើយគឺជាការដែលយល់ពីអារម្មណ៍របស់ខ្លួនឯងថាពេលណាដែលគួរធ្វើទង្វើស្របនិងពេលណាដែលគួរធ្វើទង្វើប្រឆាំង 4. ជាមនុស្សដែលមានផ្លូវចិត្តរឹងមាំវាមិនមែនមានន័យថាអ្នកត្រូវតែពឹងខ្លួនឯងទាំងស្រុងឡើយចិត្តរឹងមាំមិនមែនជាការអះអាងថាអ្នកមិនដែលត្រូវការឲ្យគេជួយនោះទេការទទួលស្គាល់ថាអ្នកមិនអាចដឹងគ្រប់រឿងការចេះសុំជំនួយពីគេនៅពេលដែលចាំបាច់និងការទទួលស្គាល់ថាអ្នកអាចទទួលភាពរឹងមាំពីបុគ្គលដែលមានអានុភាពខ្ពស់ជាងអ្នកទាំងនេះគឺជាសញ្ញាបង្ហាញថាភាពរឹងមាំផ្លូវចិត្តកំពុងតែលូតលាស់ 5. ចិត្តរឹងមាំមិនមែនជាការគិតបែបវិជ្ជមានឡើយការគិតបែបវិជ្ជមានជ្រុលពេកអាចធ្វើឲ្យខូចប្រយោជន៍ដូចជាការគិតអវិជ្ជមានជ្រុលដូច្នោះដែរចិត្តរឹងមាំគឺជាការគិតបែបការពិតនិយមនិងសមហេតុផលនិយម 6. ការអភិវឌ្ឍផ្លូវចិត្តឲ្យរឹងមាំគឺមិនមែនជាការដេញចាប់សេចក្តីរីករាយឡើយចិត្តរឹងមាំអាចជួយឲ្យអ្នកកាន់តែពេញចិត្តនឹងជីវិតរបស់ខ្លួនឯងប៉ុន្តែវាមិនមែនជាការក្រោកពីគេងជារៀងរាល់ព្រឹក
ហើយបង្ខំឲ្យខ្លួនឯងហាមាត់សើចសប្បាយរីករាយនោះទេផ្ទុយមកវិញចិត្តរឹងមាំគឺជាសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានហើយជាការសម្រេចចិត្តដែលនឹងជួយអ្នកឲ្យរីកចម្រើនពេញដោយសក្តានុពល 7. ចិត្តរឹងមាំខុសពីសុខភាពផ្លូវចិត្តនៅក្នុងវិស័យសុខាភិបាលសុខភាពផ្លូវចិត្តគឺផ្ទុយពីជំងឺផ្លូវចិត្តចំណែកឯចិត្តរឹងមាំវិញគឺជាពាក្យមួយថ្មីដាច់ដោយឡែកពីពាក្យទាំងពីរនេះមនុស្សខ្លះអាចនៅតែបន្តមានភាពរឹងមាំបើទោះបីជាខ្លួនប្រាណរបស់ពួកគេកំពុងតែផ្ទុកជំងឺក៏ដោយដូចជាជំងឺទឹកនោមផ្អែមជាដើមដូចគ្នាដែរអ្នកនៅតែអាចមានផ្លូវចិត្តរឹងមាំបើទោះបីជាអ្នកមានជំងឺផ្លូវចិត្តក៏ដោយដូចជាអារម្មណ៍ធ្លាក់ទឹកចិត្តខឹងសម្បារឬបញ្ហាផ្លូវចិត្តផ្សេងៗទៀតការមានជំងឺផ្លូវចិត្តមិនមែនមានន័យថាអ្នកកំពុងតែតម្រង់ទៅកាន់ទម្លាប់អាក្រក់នោះទេផ្ទុយមកវិញពេលសុខភាពផ្លូវចិត្តរបស់អ្នកកំពុងមានបញ្ហាអ្នកនៅតែអាចជ្រើសរើសដើម្បីអភិវឌ្ឍទម្លាប់សុខភាពល្អវាប្រហែលជាទាមទារការធ្វើសកម្មភាពឲ្យបានច្រើនការផ្ដោតអារម្មណ៍ឲ្យបានច្រើននិងការប្រឹងប្រែងឲ្យបានច្រើនជាងមុនប៉ុន្តែការពិតវាជាការដែលអាចទៅរួចចំណុចបន្ទាប់នេះគឺជាផលប្រយោជន៍របស់ផ្លូវចិត្តរឹងមាំនៅពេលអ្វីៗនៅក្នុងជីវិតមានដំណើរការល្អនិងរលូនជានិច្ចកាលវាងាយស្រួលមែនទែនក្នុងការរក្សាផ្លូវចិត្តឲ្យរឹងមាំប៉ុន្តែនៅពេលរលកជីវិតកើតឡើងការធ្វើចិត្តឲ្យរឹងមាំគឺងាយស្រួលដូចជាការរុញបាល់នៅក្នុងទឹកការបាត់បង់ការងារគ្រោះធម្មជាតិសមាជិកគ្រួសារធ្លាក់ខ្លួនឈឺឬការស្លាប់មនុស្សជាទីស្រឡាញ់ណាម្នាក់វាស្ទើរតែជារលកជីវិតដែលមិនអាចជៀសផុតរួចឡើយនៅពេលដែលចិត្តរបស់អ្នកមានភាពរឹងមាំអ្នកនឹងក្លាយជាមនុស្សដែលតែងតែមានការត្រៀមខ្លួនទុកជាមុនច្រើនជាងធម្មតាដើម្បីប្រឈមនឹងបញ្ហាជីវិតនានាការបង្កើនភាពរឹងមាំខាងផ្លូវចិត្តវានឹងនាំអត្ថប្រយោជន៍ដូចខាងក្រោម 1. អាចរំសាយ stress បានកាន់តែងាយចិត្តរឹងមាំអាចជួយអ្នកបានច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃតែម្ដងមិនមែនតែក្នុងកាលៈទេសៈមានគ្រោះអាសន្នកើតឡើងនោះទេជាមួយនឹងចិត្តរឹងមាំនេះអ្នកនឹងត្រូវបានបំពាក់ច្រើនគ្រប់គ្រាន់នៅសមត្ថភាពដើម្បីដោះស្រាយបញ្ហាបានកាន់តែឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាពខ្ពស់ហើយវាអាចជួយកាត់បន្ថយបរិមាណ stress បានច្រើនថែមទៀតផង 2. ធ្វើឲ្យអ្នកកាន់តែពេញចិត្តនឹងជីវិតនៅពេលភាពរឹងមាំខាងផ្នែកផ្លូវចិត្តរបស់អ្នកកើនឡើងទំនុកចិត្តរបស់អ្នកនឹងកាន់តែកើនឡើងដូចគ្នាអ្នកនឹងធ្វើសកម្មភាពណាដែលស្របតាមគុណតម្លៃនៃជីវិតដែលការនេះវានឹងផ្ដល់ឲ្យអ្នកនៅសន្តិភាពផ្លូវចិត្តហើយអ្នកនឹងទទួលស្គាល់ថាអ្វីខ្លះដែលមានសារៈសំខាន់ចំពោះជីវិតរបស់អ្នកពិតប្រាកដ 3. សកម្មភាពបំពេញការងារនឹងកាន់តែប្រសើរឡើងមិនខ្វល់ថាគោលដៅរបស់អ្នកចង់ក្លាយជាមេដាឬក៏បិតាដ៏ល្អនោះទេឬក៏ការបង្កើនផលិតភាពការងារឲ្យកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុនឬការបង្កើនសកម្មភាពឲ្យកាន់តែល្អនៅក្នុងវិស័យអត្តពលកម្មភាពរឹងមាំខាងផ្លូវចិត្តនឹងជួយអ្នកឲ្យរីកចម្រើនពេញដោយសក្តានុពលដើម្បីសម្រេចគោលដៅទាំងនោះសំណួរសួរថាតើការអភិវឌ្ឍផ្លូវចិត្តឲ្យរឹងមាំបានដោយរបៀបណាអ្នកនឹងគ្មានថ្ងៃអាចក្លាយជាអ្នកជំនាញខ្ពស់តាមរយៈការគ្រាន់តែអង្គុយអានសៀវភៅបានឡើយអត្តពលិកមិនអាចក្លាយជាកំពូលកីឡាករនៅបន្ទាប់ពីអានសៀវភៅកីឡាឯតន្ត្រីករល្បីល្បាញមិនអាចបង្កើតសមត្ថភាពរបស់ពួកគេដោយគ្រាន់តែមើលការសម្ដែងរបស់តន្ត្រីករផ្សេងទៀតនោះដែរក្រៅពីការអានពួកគេក៏ត្រូវការហ្វឹកហាត់ផងដែរដូច្នេះដើម្បីអភិវឌ្ឍផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំបានអ្នកត្រូវតែស្វែងរកចំណេះដឹងទាក់ទងនឹងការអភិវឌ្ឍផ្លូវចិត្តរឹងមាំហើយអនុវត្តវាឲ្យคล้ายទៅជាទម្លាប់និងមានសមត្ថភាពធ្វើឲ្យខ្លួនឯងមានផ្លូវចិត្តរឹងមាំតាមដែលអាចធ្វើទៅបាន